Hello អ្នកនាងថ្ងៃហ្នឹងវិលមកជួបគ្នាសាយថ្មីថ្ងៃហ្នឹងខ្ញុំទៅមកវិកាត់សក់ថ្មីចឹងឲ្យរៀងសរខាតិចហើយឥឡូវហ្នឹងខ្ញុំនឹងធ្វើដំណើរទៅបន្តទៀតក្នុងការទៅទិញម្ហូបទៅហូបល្ងាចហ្នឹងឥឡូវយើងនឹងទៅទិញទាំងអស់គ្នាតែម្ដងតែខ្ញុំទិញបានអីខ្លះ Hey let's goអូខេឥឡូវយើងបានមកដល់ហើយវាមានសាច់ច្រើនដែរតែខ្ញុំមកទិញផ្លូវមាន់ដល់គ្នាឥឡូវយើងទិញបានផ្លូវមាន់2ហើយបន្តទៀតយើងនឹងមកទិញនៅបន្លែនេះយើងទិញអានបន្លែហើយយើងផ្លូវមាន់2ហ្នឹងយើងទិញយកទៅធ្វើម្ហូបពេលល្ងាចហ្នឹងហើយនឹងពេលព្រឹកផងទុកធ្វើការដល់គ្នាពេលព្រឹកឥឡូវយើងធ្វើដំណើរទៅបន្ទប់តែម្ដងហើយទៅដល់ខាងមុខហ្នឹងខ្ញុំឈប់ទិញតកដើម្បីទុកខ្លះសេនៅផ្លូវមាន់ទុកល្ងាចឥឡូវហ្នឹងខ្ញុំធ្វើការទិញបានហើយខ្ញុំឡើងមកបន្ទប់ខ្ញុំហើយនេះជាអ្វីខ្ញុំទិញបាននេះជាទេសភាពនៅជុំវិញបន្ទប់ខ្ញុំអ្នកនរគ្នាឥឡូវបន្ទាប់ពីមកដល់បន្ទប់ហើយខ្ញុំធ្វើការដាក់ដាំបាយតែម្ដងបន្ទាប់មកខ្ញុំធ្វើការឆុងនៅកាហ្វេផឹកពេលល្ងាចដើម្បីអារម្មណ៍ស្រស់ស្រាយឥឡូវខ្ញុំនឹងធ្វើការចេញមកក្រៅជាមួយនឹងកាហ្វេមួយកែវដើម្បីមើលទស្សនភាពនៅជុំវិញផ្ទះដែលមើលនៅថ្ងៃលិចដ៏សែនស្អាតជុំវិញ